សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទសូមលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី 7 ខែមេសា ឆ្នាំ 2025 ដើម្បីមកចែកជូនពុកម៉ែបងប្អូនមុននឹងចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យការព្រាម្សិលមិញដើម្បីមកទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 4:30 នាទីហើយនិងម៉ោង 6:30 នាទីតម្រុយដែលបានឲ្យគឺមានលេខ03 42 17 52លេខអុសមាន2ខ្ទង់គឺអុសខ្ទង់0ហើយនិងអុសខ្ទង់5បន្តមកទៀតនេះខ្ញុំបាននឹងទៀមទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស A គឺ51គឺត្រូវលេខអុសតម្រុយបាទខ្ញុំបានឲ្យលេខ52បន្តមកទៀតគឺយើងត្រូវបានប៉ុស A ដូចគ្នាគឺ55គឺត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ10គត់គឺត្រូវចូលខ្ទង់ខ្ញុំបានឲ្យលេខ17បន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ48គឺត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ18គឺត្រូវលេខអុសសរុបម៉ោង 1:30 នាទីគឺយើងត្រូវបាន5គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងទៀមទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 4:30 នាទីម៉ោង 4:30 នាទីគឺយើងត្រូវបានប៉ុសហូគឺ54គឺត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស B គឺ05គឺត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ03គឺត្រូវចំតម្រុយតែម្ដងតម្រុយគឺខ្ញុំបានឲ្យលេខ03សរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន3គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងទៀមទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ52គឺត្រូវចំតម្រុយតែម្ដងហើយនឹងត្រូវលេខអុសផងដែរសរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន1គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងលើកយកតម្រុយសម្រាប់ថ្ងៃទី7ខែមេសាឆ្នាំ 2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ05 96 77 27លេខអុសមាន2ខ្ទង់គឺអុសខ្ទង់0ហើយនិងអុសខ្ទង់20សូមពុកម៉ែបងប្អូនជួយចុច Subscribe ហើយនិងសញ្ញាមេដៃចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរសូមឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត